បាទសួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះដែរគឺយើងមានសាច់រឿងថ្មីមកចែកជូនពុកប៉ែបងប្អូនទស្សនាទាំងអស់គ្នាហើយសាច់រឿងនោះដែរគឺមានចំណងជើងថាចំណងអាគមគ្រូបាទហើយទៅបងប្អូនប្រកាសជាអត់យល់ទេថាចំណងអាគមគ្រូនេះគឺជាអ្វីហើយថ្ងៃនេះដែរគឺ admin បាទគឺមកបកស្រាយឲ្យបងប្អូនទាំងអស់គ្នាយល់បដ ாய் ហើយណាមួយគឺចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែររបស់យើងគឺបានកន្លងផុតទៅហើយបងប្អូនហើយថ្ងៃនេះដែរគឺ admin មានបេតនេច្រើនមានថាកម្លាំងអញ្ចឹងណារួចពីដើរលេងមកឈឺខ្លួនឈឺប្រាណហ្នឹងគឺឥឡូវគឺបានក្រាន់ហើយយើងក៏បាននិទានឬក៏និយាយសាច់រឿងយើងបន្តទៀតទៅដល់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលចាំតាមដាននិងទស្សនានៅ Channel 7PM និទានរបស់យើងអញ្ចឹងណាបងប្អូនបាទនិយាយទៅរៀងរាល់សាច់រឿងទាំងអស់គឺខ្ញុំនឹងផុសតម្លាក់នៅក្នុង Channel នេះគឺម៉ោង7ល្ងាចអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយបងប្អូនអ្នកដែលចូលចិត្តប្រភេទសាច់រឿងបែបនេះឬក៏បែបរឿងខ្មោចរឿងនិទានរឿងអីអញ្ចឹងបងប្អូនកុំភ្លេចជួយចុច like និង share ឬមួយក៏ជួយ subscribe ម្នាក់មួយអញ្ចឹងណាបងប្អូនដើម្បីទទួលបានវីដេអូថ្មីពី channel របស់ខ្ញុំទៀតអញ្ចឹងណាបាទឥឡូវយើងវិលត្រឡប់មកចូលសាច់រឿងយើងវិញបាទនិយាយទៅពាក្យថាគុំគ្រូហ្នឹងគឺមានន័យថាដូចជាបងប្អូនប្រកាសជាធ្លាប់មើលបដាល់មើលអីអញ្ចឹងណាបងប្អូនបាទមុននឹងគេបដាល់ហ្នឹងគេមិនថ្វាយគុំគ្រូថ្វាយអីអញ្ចឹងណាបងប្អូនបាទហើយយើងស្ដាប់ឲ្យងាយយល់គឺថ្វាយបង្គំគ្រូហើយដើម្បីឲ្យគ្រូនឹងចូលមកសន្ធិដ្ឋជាកម្លាំងចិត្តជាកម្លាំងកាយដើម្បីឲ្យយើងនឹងមានកម្លាំងស្វាហាប់អញ្ចឹងណាបងប្អូនបាទស្វាហាប់ដៃជើងរហ័សរហួនបាទកម្លាំងដូចដំរីចុះព្រែកអីចឹងទៅបាទហើយនេះជាការគិតរបស់ខ្ញុំទេអត់មានអ្វីដែលមកបញ្ជាក់ឲ្យច្បាស់លាស់ជាងនឹងទេបងប្អូនបាទហើយពាក្យថាចំណងអាគមគ្រូដែលចំណងជើងដែលខ្ញុំដាក់ហ្នឹងគឺមានន័យថាធ្វើអីក៏ដោយកុំភ្លេចគុណគ្រូណាបងប្អូនបាទកុំភ្លេចគុណគ្រូកុំភ្លេចតែគ្រូដែលបដៅគ្រូបាអាចារ្យដែលគាត់ធ្លាប់ណែនាំបដៅយើងអញ្ចឹងណាបងប្អូនបាទហើយមិនមែនជាសិលមិនមែនជាអាគមមិនមែនជាអីដូចក្នុងរឿងដែលបងប្អូនបានទស្សនាបានអីនឹងទេបាទពាក្យថាចំណងនឹងមានន័យថាយើងត្រូវតែសងឬមកក៏ត្រូវតែរំលឹកដល់គុណគ្រូគុណបាទអាចារ្យដែលគាត់បានបង្រៀនបានបណ្ដុះបណ្ដាលយើងអញ្ចឹងណាបងប្អូនបាទរឿងអាគមរឿងវេទមន្តហ្នឹងគឺជាអ្វីដែលក្រៅខ្លួនយើងទេបងប្អូនណាបាទហើយអ្វីដែលសំខាន់បំផុតនោះបាទគឺបេះដូងនិងទឹកចិត្តគឺភាពស្មោះត្រង់ណាបងប្អូនបាទហើយខ្ញុំចេញមកនេះគឺមកស្រាយហ្នឹងគឺមកស្រាយចម្ងល់ដែលបងប្អូនមួយចំនួនដែលគាត់បានឆាតសួរអញ្ចឹងណាថាបងរឿងពេលខ្លះទៅបងនិយាយឡើងមកទៅបងគួរតែបញ្យល់ពីចំណងជើងហេតុអ្វីបានដាក់ចំណងជើងបែបនេះហេតុអីបានដាក់ចំណងជើងបែបនោះអញ្ចឹងណាបាទនិយាយទៅមានប្រិយមិត្តឬមកក៏បងប្អូនយើងសួរច្រើនដែរដូចជាការដាក់ចំណងជើងឬមួយអីចឹងទៅបងប្អូនហើយថ្ងៃនេះគឺខ្ញុំចេញមកនោះចេញមកបកស្រាយពីចំណងជើងតែម្ដងស្រួលបងប្អូនដែលខ្ញុំអត់បកស្រាយទៅហ្នឹងបងប្អូនប្រកាសជាឆ្ងល់ទៀតថាមិនបានដាក់ចំណងអាគមគ្រូហ្នឹងមានន័យថាម៉េចមានន័យបែបណាអញ្ចឹងទៅណាបងប្អូនបាទឥឡូវបងប្អូនគាត់ជាយល់ហើយអញ្ចឹងអូខេឥឡូវយើងមកចូលសាច់រឿងយើងវិញបាទគឺនៅឯខេត្តបៃលិននោះមួយហ្នឹងគឺមានដូចជាម៉ដំរីមួយអញ្ចឹងណាបងប្អូនបាទគាត់ហ្នឹងគឺឥឡូវយើងហៅគាត់ថាគូសំចោះដោយសារតែគាត់ហ្នឹងចូលចិត្តញញឹមញញែមអញ្ចឹងណាបងប្អូនបាទហើយមានថ្ងៃមួយហ្នឹងគឺគាត់ហ្នឹងបានជិះដំរីហ្នឹងទៅលេងនៅព្រំដែនអញ្ចឹងណាបងប្អូនបាទគាត់ទៅលេងនៅព្រំដែនហ្នឹងតែគាត់ហ្នឹងក៏ប្រទះឃើញសត្វខ្ទីងអញ្ចឹងណាបងប្អូនបាទហើយសត្វខ្ទីងហ្នឹងគឺបានឃើញគាត់ហ្នឹងក៏បានរមជុលគាត់តែដល់ពេលនោះដែរហ្នឹងបាទគឺដំរីបងគាត់ហ្នឹងគឺអត់បានមើលឃើញទេហើយគាត់ពេលនោះហ្នឹងគឺគាត់ហ្នឹងក៏បានលុតជង្គង់ហើយក៏
គាត់សោតមិនដឹងជាអីទៅអីយើងអត់ដឹងដែរអញ្ចឹងណាបងប្អូនបាទគឺគាត់សោតរំលឹកទៅគុណគ្រូគុណបាទអាចារ្យអីចឹងទៅហើយមកសន្ទុះមកហ្នឹងគឺខ្ទិញហ្នឹងគឺដើរធម្មតាវិញដើរទៅស៊ីស្មៅស៊ីអីធម្មតាវិញអញ្ចឹងណាបងប្អូនបាទហើយខ្ញុំគិតកន្លែងនេះខ្ទិញហ្នឹងគឺខ្ញុំគិតថាមិនមែនជាខ្ទិញធម្មតាទេបងប្អូនបាទគឺអាចជាខ្ទិញរបស់អ្នកតាឬមួយក៏ខ្ទិញរបស់ដែលគេវិជាប្រភេទអាគមអញ្ចឹងណាបងប្អូនបាទហើយយើងអត់ដឹងដែរអញ្ចឹងក៏ខ្ទិញហ្នឹងប្រហែលជាអាចនឹងពេលដែលគាត់រំលឹកគុណគ្រូហ្នឹងទៅគឺអាចនឹងមានអាគមឬក៏គេហៅផ្លូវក្នុងផ្លូវអីអញ្ចឹងណាបងប្អូនបាទជាអបិយជំនឿដែលបងប្អូនខ្មែរយើងគាត់ឯងថាគាត់និយាយឬមួយក៏គាត់គោរពនឹងសក្ការៈអីបូជាអីចឹងទៅណាបងប្អូនបាទខ្ញុំអត់សូវដឹងច្រើនដែរទេគាត់ថាយ៉ាពេលដែលគាត់គម្រប់លើកដៃសាពះប្រណម្យបួងសួងនឹកដល់គុណគ្រូគុណអីគាត់ទៅគឺគាត់ឃើញសត្វខ្ទិញហ្នឹងគឺបានឈប់តែម្ដងបងប្អូនបាទគឺបានឈប់ឲ្យដើរធម្មតាទៅវិញមកស្ទុះគឺបាត់យកមកអញ្ចឹងមានន័យថាសត្វខ្ទិញហ្នឹងមិនមែនជាខ្ទិញធម្មតាទេបងប្អូនហើយសំខាន់ណាបងប្អូនភ្នែកវាឡងក្រហមតែម្ដងបាទហើយអញ្ចឹងហេតុផលដែលធ្វើឲ្យដំរីគាត់ដែលមើលមិនឃើញហ្នឹងដោយសារតែគឺមិនមែនជាសត្វធម្មជាតិឬមួយក៏សត្វធម្មតាអញ្ចឹងណាបាទអញ្ចឹងគឺដំរីរបស់គាត់ហ្នឹងគឺអត់អាចមើលឃើញទេដោយសារតែប្រហែលជាអាចនឹងគាត់ហ្នឹងទៅចូលឈានពានដល់ទឹកដីរបស់គេឬមួយក៏អីចឹងណាបាទដោយសារតែគាត់ហ្នឹងជាមកដំរីហើយគាត់យកដំរីហ្នឹងទៅរកស្មៅរកអីរកម្ហូបអាហារឲ្យដំរីចឹងទៅគាត់ល្ឯងតែខ្វៀលដំរីទៅលេងទឹកនៅឯប្រភេទនៅជីដែនអញ្ចឹងណាបងប្អូនដោយសារតែមានទឹកជ្រោះទឹកអីចឹងទៅបាទហើយបន្ទាប់មកទៀតគឺគាត់ព្យាយាមយកដំរីគាត់នឹងចេញពីនឹងគាត់ដឹងថាកន្លែងហ្នឹងគឺអត់ស្រួលទេបាទគឺអត់ស្រួលទេបងប្អូនបាទគាត់គិតថាអូបើសិនតែគាត់នៅនឹងទៀតអាចនឹងមានបញ្ហាឬមួយក៏មានគ្រោះថ្នាក់អីចឹងណាបាទគាត់ក៏ព្យាយាមយកដំរីគាត់ហ្នឹងត្រឡប់ចូលមកខាងដីរបស់យើងវិញចឹងណាខាងទឹកដីខាងកម្ពុជាយើងវិញចឹងទៅបងប្អូនបាទតែដូចជាគាត់និយាយថាត្រឡប់ដូចអត់បានប្រមាណទេបងប្អូនបាទគឺសាប់តែមកតាមទៀតចឹងណាបាទគឺមកពីក្រោយមកទៀតមកដំបូងគាត់លឺសំឡេងឬក៏ដែលជើងណាបងប្អូនបាទសម្រាប់ជើងគឺច្រើនមែនទែនតែដល់ពេលមកសន្ទុះដែលគាត់ឃើញគឺឃើញតែមួយបងប្អូនបាទឃើញតែមួយទេហើយដល់ពេលអញ្ចឹងគាត់មានអារម្មណ៍ថាគាត់ភ័យគាត់ស្លុតខ្លាំងដោយសារតែគាត់អត់ដែលឃើញអញ្ចឹងណាបងប្អូនបាទគាត់គិតថាអូគាត់នឹងមានបញ្ហាអីអញ្ចឹងគាត់ក៏បានបលដំរីហ្នឹងហើយគាត់ក៏បានលើកដៃបន្នំនៅលើខ្នងដំរីរបស់គាត់នឹងទៀតអញ្ចឹងណាបងប្អូនបាទហើយគាត់ថាមកសន្ទុះមកគឺមានខ្យល់ព្យុះបងប្អូនបាទខ្យល់ព្យុះទៅល្ងឹតមេឃល្ងឹតដីហើយអូគាត់ថាមកភាំងហ្នឹងគឺដូចជាសពបន្តិចដោយការពិតបន្តិចអញ្ចឹងណាបងប្អូនបាទគឺគាត់ពិតជាភ័យខ្លាំងមែនទែនហើយគាត់ក៏បានយកដំរីដេញដំរីគាត់ហ្នឹងក៏បានចេញទៅផុតព្រៃហ្នឹងទៅគឺមកសន្ទុះប្រហែលជា10នាទីទៅ20នាទីគាត់ក៏បានឃើញស្ងាត់អញ្ចឹងណាបងប្អូនបាទស្ងាត់នៅក្នុងព្រៃដែលមានសំឡេងមានខ្យល់មានអីនៅក្នុងព្រៃហ្នឹងដែលគាត់នេះហើយមកស្ទុះអញ្ចឹងណាបាទហើយដល់ពេលអញ្ចឹងក៏គាត់មានអារម្មណ៍ថាអូប្រហែលជាបារមីគ្រូឬមួយក៏អីដែលនៅទឹកដីនៅមួយក៏អីអញ្ចឹងទៅដែលគាត់បួងសួងសុំឲ្យជួយសុំឲ្យផុតពីគ្រោះពីភ័យអញ្ចឹងទៅគាត់គិតថាអូប្រហែលជានៅតំបន់នេះជាទឹកដីដែលស័ក្តិសិទ្ធិមួយអញ្ចឹងគឺគាត់បាននិយាយថាគាត់នឹងទៅផ្ទះវិញគាត់នឹងធ្វើអាសនៈមួយដើម្បីដូចជាគោរពអុជធូបអីដើម្បីធ្វើឲ្យថាដូចជាឧទ្ទិសឬមួយក៏កន្លែងស្នាក់នៅមួយគាត់ដែលបានជួយគាត់ពេលអញ្ចឹងអីចឹងណាបងប្អូនបាទពេលដែលគាត់មានគ្រោះថ្នាក់អីចឹងទៅហើយគាត់ក៏បានសន្យាថាគាត់នឹងធ្វើជាគេហៅអាសនៈបងប្អូនណាទៀតហ្នឹងក៏គាត់បានទៅដល់ផ្ទះគាត់បានធ្វើអាសនៈហ្នឹងដើម្បីឲ្យរំលឹកទៅដល់ដូចជាអ្នកដែលជួយគាត់មុនហ្នឹង
ទាំងដែលគាត់អត់ដឹងថាគាត់ជាអ្នកណាតែគាត់គិតថាប្រហែលជាអាចនឹងម្ចាស់ទឹកម្ចាស់ដីព្រោះធម្មតាគាត់បានដាច់ស្រយាលទៅរឿងឆ្ងាយដែរអញ្ចឹងណាហើយក៏គាត់បានគាត់ទៅលើកបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិដែលនៅជុំវិញនឹងអញ្ចឹងទៅដែលបានជួយគាត់ឲ្យផុតគ្រោះភ័យហើយអញ្ចឹងទៅគឺគាត់មានដូចជាទំនឹកជាសំណែនអីឲ្យអញ្ចឹងណាបាទដល់ពេលត្រឡប់មកដល់ផ្ទះវិញគាត់ក៏បានធ្វើបែបហ្នឹងពេលដែលគាត់ធ្វើបែបហ្នឹងហើយហ្នឹងក៏គាត់បាននិយាយតាមរ៉ែរាប់តែគាត់បាននិយាយនៅពេលដែលគាត់ជួបហេតុការណ៍ផ្ទាល់ហ្នឹងគឺគាត់បាននិយាយរៀបរាប់ទាំងអស់ហើយគាត់អុជធូបអុជអីមកមកសន្ទុះមកគឺមានខ្យល់ណាបងប្អូនបាទខ្យល់សុទ្ធឹកខ្លាំងមែនទែនហើយភ្លៀងទៀតបងប្អូនបាទភ្លៀងមានមហារិចមានអីចឹងទៅបាទធ្វើឲ្យគាត់រឹតតែភ័យទៀតបងប្អូនតែដូចជាអត់យូរទេ4-5នាទីហ្នឹងគឺស្ងាត់ទៅវិញស្រឡះថេងតែម្ដងបងប្អូនបាទហើយក៏គាត់ដឹងថាអូគេបានមកនៅនឹងអាសនៈដែលគាត់បានធ្វើឲ្យអញ្ចឹងណាបងប្អូនបាទលើធ្វើដូចប្រភូមិដូចអីចឹងទៅបាទគឺគាត់បានធ្វើបានអីចឹងទៅគាត់ក៏រៀបចំធ្វើជាកន្លែងដែលគាត់គោរពបូជាអញ្ចឹងណាបងប្អូនបាទហើយក៏រហូតមកទៀតមកគឺឲ្យតែមានបញ្ហាមានរឿងអីអ្នកដែលពងអាក្រក់ដាក់គាត់ហ្នឹងគឺគាត់ហ្នឹងតែងតែលើកដៃប្រណម្យទៅដល់បួងសួងទៅដល់ខាងគ្រូអ្នកដែលជួយគាត់អ្នកដែលតាមថែរក្សាគាត់អីចឹងណាបងប្អូនបាទគឺគាត់តែងតែផុតគ្រោះភ័យអញ្ចឹងណាបងប្អូនបាទជារឿងរហូតមកអញ្ចឹងទៅហើយសាច់រឿងបងគាត់ហ្នឹងគឺគាត់ថាមានតែប៉ុណ្្នឹងទេហើយបងប្អូនបើស្រឡាញ់នឹងចូលចិត្តបាទកុំភ្លេចជួយចុច like និងជាវម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពី channel របស់ខ្ញុំទៀតអញ្ចឹងណាបាទ